ទាហានអាមេរិកបាត់បង់ជីវិតក្នុងសង្គ្រាមអ៊ីរ៉ង់កើនឡើងដល់18នាក់ហើយបាទនេះគឺដោយសារតែទាហានអាមេរិកដែលត្រូវdrone អ៊ីរ៉ង់និងមីស៊ីលអ៊ីរ៉ង់ទម្លាក់នៅមូលដ្ឋានទ័ពអាមេរិកនៅហ្សដង់ដំបូងថាស្លាប់2នាក់បាត់ខ្លួនម្នាក់របួសធ្ងន់ម្នាក់ឥឡូវអ្នកស្លាប់2នាក់ហ្នឹងក៏ស្លាប់ហើយស្លាប់4នាក់មែនតើទៅគឺអ្នកដែលស្លាប់មែនតើទាហានពលីនៅស៊ូដង់នេះគឺ4នាក់អញ្ចឹងធ្វើឲ្យចំនួនទាហានអាមេរិកដែលពលីនៅសមរភូមិនៅឯសង្គ្រាមអ៊ីរ៉ង់នេះឡើងដល់ទៅ18នាក់ហើយនេះឯងដែលធ្វើឲ្យអាមេរិកចាប់ផ្ដើមបាញ់សន្ធាប់សម្រុកកាន់តែខ្លាំងដែលលោកត្រាំបានសច្ចាថាឥឡូវនេះគឺកំពុងតែបាញ់សម្ដៅទៅលើជួរភ្នំដែលសង្ស័យថាអ៊ីរ៉ង់បានជញ្ជូនយកអាអ៊ុយរ៉ាញ៉ូមដែលផលិតបរមាណូពីកន្លែងបាក់បែកដែលអាមេរិកកំទេចកាលលើកមុននោះយកទៅដាក់ចូលក្នុងរូងភ្នំហ្នឹងដើម្បីផលិតអាវុធបរមាណូយ៉ាងណាអញ្ចឹងលោកត្រាំថានឹងកំទេចរូងភ្នំនេះឲ្យខ្ទេចឲ្យខាងតែបានព្រោះអីប្រព័ន្ធផ្កាយរណបរកមកឃើញពីការដឹកជញ្ជូននេះតែយ៉ាងណាបងប្អូនអានេះគឺជាអ្វីដែលលោកត្រាំសច្ចាទេហើយក៏ឃើញថាអាមេរិកវាយ10ថ្ងៃហើយជាប់គ្នាគឺអត់ដាក់ដៃទេអស់ទម្លាក់នោះទម្លាក់ដល់ហើយបាទប៉ុន្តែអ៊ីរ៉ង់មែនតែនទៅគាត់នៅអាតបក្រោមដីគាត់ច្រើនហើយអ៊ីរ៉ង់ណានៅពេលដែលអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់ទៅលើរោងចក្រផលិតថាមពលអគ្គិសនីអាហ្នឹងបានដាច់ខ្យល់នៅក្នុងរូងដីព្រោះអីនៅក្នុងរូងដីហ្នឹងមានខ្យល់អុកស៊ីហ្សែននិងមានអាស្អីគេផ្គត់ផ្គង់ភ្លើងអីហ្នឹងគាត់កើបក្រោមដីហ្នឹងគឺដោយសារតែរោងចក្រផលិតអគ្គិសនីហ្នឹងអញ្ចឹងបើសិនជារោងចក្រផលិតអគ្គិសនីហ្នឹងខ្ទេចគឺអ៊ីរ៉ង់ចេញពីរុនដូចជាចង្រិតដងដែលយើងចាក់ទឹកទៅអញ្ចឹងក៏ប៉ុន្តែអាមេរិកច្បាស់ជាត្រូវថ្លឹងថ្លែងថាប៉ះពាល់ដល់ជនស៊ីវិលប៉ុណ្ណាបាទរឿងនេះក៏ពិបាកដែរតែលោកត្រាំក៏បានបញ្ជាក់ទៀតថាអះអាងថាម៉ោងហ្នឹងខាងអ៊ីរ៉ង់កំពុងតែន្ទះសារសុំចរចាជាមួយអាមេរិកគាត់ប្រាប់អ្នកកសែតម្សិលមិញក៏ប៉ុន្តែចរចាមិនបើអាមេរិកបានប្រាប់ថាបិទផ្លូវចរចាលោកត្រាំបានប្រាប់ឲ្យថាលែងចរចាឲ្យព្រោះលោកត្រាំគាត់ប្រើពាក្យអញ្ចេះគាត់ថាចរចាជាមួយអ៊ីរ៉ង់លែងកើតហើយដោយសារមេដឹកនាំអ៊ីរ៉ង់សរសៃប្រសាទអស់ហើយអញ្ចឹងតើតែវាយតើតែទ្រាំខ្លួនអញ្ចឹងទៅក៏ប៉ុន្តែមន្ត្រីជាន់ក្រោមរបស់លោកត្រាំថាគឺកំពុងតែចរចាបដើដែរណាវាចេះពិបាកមែនតើហើយណាស់ហើយខ្ញុំស្លេះរឿងប៉ុណ្ណេះ